ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកហាពីវិធីធ្វើរូបធម្មតាបែបនេះបង្លាយទៅជារូបបែបនេះដូចដែលយើងថតនៅក្នុង studio អញ្ចឹងតែតាមពិតយើងបង្កើតវាដោយប្រើ AI ទេអញ្ចឹងដើម្បីបង្កើតរូបភាពបានបែបនេះអ្នកគ្នាត្រូវ download កម្មវិធី Google Gemini មុនមកអ្នកគ្នាចូល App Store ក៏បាន Play Store ក៏បានដែរគ្នាចូលមកអ្នកគ្នាវាពាក្យថា Google មកអ្នកគ្នាក៏ឃើញនេះបាទ Google Gemini ហ្នឹងចុចមកអូខេនេះ Google Gemini អ្នកគ្នាធ្វើការ download វាមកធ្វើការ download សិនអ្នកគ្នាសូមបញ្ជាក់អ្នកគ្នាកម្មវិធីនេះអ្នកគ្នាត្រូវមាន account Gmail មួយមកដើម្បីបង្កើតកម្មវិធីហ្នឹងប្រើបានអញ្ចឹងអ្នកគ្នាបើអ្នកគ្នាអត់មាន Gmail ទេអ្នកគ្នាអាចចូលប្រើបានទេអញ្ចឹងអ្នកគ្នាមាន Gmail មួយមកអ្នកគ្នាធ្វើការភ្ជាប់ជាមួយកម្មវិធីមកបាននេះខ្ញុំមានស្រាប់ហើយអញ្ចឹងគឺវា load ឲ្យតែម្ដងនេះបាទ Gmail របស់ខ្ញុំដែលបានបង្កើតប្រហែលហ្នឹងអញ្ចឹងវា load ឲ្យនេះតែម្ដងអញ្ចឹងយើងធ្វើការចុច continue នឹងតែម្ដងទៅដើម្បីធ្វើការទៅបង្លែងរូបបាទឥឡូវគឺវាចេញទម្រង់បែបនេះគឺបានហើយបាទនេះគឺយើងបានបង្កើតបានហើយអញ្ចឹងអ្នកគ្នាប្រកាសទីឃើញសញ្ញាបូកនៅកន្លែងឆ្វេងដៃខាងក្រោមនេះហើយអ្នកគ្នាចុចត្រង់ហ្នឹងមកអូខេអញ្ចឹងយើងធ្វើការរើសរូបដែលគ្នាពេញចិត្តដែលគ្នាចង់បង្កើតហ្នឹងមកជាស្រ័យអ្នកគ្នាកន្លែងខ្ញុំសូមធ្វើការបិទសិនបាទអញ្ចឹងអ្នកគ្នារើសរួចហើយគ្នាចុច add ខាងលើហ្នឹងមកអូខេតោះមកខាងក្រោមគឺយើងបំពេញ front អ្នកគ្នាប្រាប់ front គឺខ្ញុំដាក់នៅក្រោម description អ្នកគ្នាអាចចូលទៅ copy យកបានខ្ញុំធ្វើការចូល copy front សិនបាទ copy មកយកដើម្បីយកទៅផាសចូលកន្លែងហ្នឹងមកបាទចុចលើវាមកអ្នកគ្នាផាសមកបាទអូខេអ្នកគ្នាមើលថាត្រឹមត្រូវហើយនៅបើត្រឹមត្រូវហើយអ្នកគ្នាសម្រាប់កន្លែងនេះអ្នកគ្នាអាចដូរពណ៌ background ខាងក្រោយហ្នឹង background ខាងក្រោយអ្នកគ្នាអាចដាក់ពណ៌ខ្មៅឬក៏ពណ៌ខៀវចាស់បាទខៀវខ្ចីហ្នឹងអ្នកគ្នាដាក់មកបាទអូខេខ្ញុំដាក់ black បាទពណ៌ខ្មៅបាទ background ខាងក្រោយខ្ញុំធ្វើការយកពណ៌ខ្មៅអូខេ black អញ្ចឹងអ្នកគ្នាដាក់ហើយអ្នកគ្នាចុចបញ្ជូនមកហើយកំពុងដំណើរការហើយគ្នាចាំបន្តិចអូខេអញ្ចឹងគឺបានហើយនេះអ្នកគ្នាបាទសម្រាប់អ្នកគ្នាចង់ download យករូបហ្នឹងយកមកដាក់ក្នុងទូរស័ព្ទដៃរបស់យើងអ្នកគ្នាចុចលើរូបហ្នឹងមកអ្នកគ្នាឃើញសញ្ញាព្រួយខាងលើហ្នឹងបាទចុចសញ្ញាព្រួយហ្នឹងទៅគឺការ save ចូលទូរស័ព្ទដៃរបស់យើងហើយបាទអញ្ចឹងសម្រាប់អ្នកគ្នាដែលចង់បានថារូបមកកណាត់ខ្លួនអត់ចង់បានវែងបែបហ្នឹងអ្នកគ្នាអាចអារូបដែលយើងធម្មតាយើងត្រូវកែហ្នឹងអ្នកគ្នាអាចកាត់យកមកពាក់កណ្ដាលមកកណាត់ខ្លួនមកអញ្ចឹងគឺវាចេញមកឃើញមកកណាត់ខ្លួនដោយសារខ្ញុំយកវែងអញ្ចឹងបាទគឺឃើញវែងអញ្ចឹងគឺចប់ហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាបាទជួបគ្នាវីដេអូក្រោយ